បាត់ដំបងបង្កើតវប្បធម៌ថ្មី3ចំណុចនិងជំរុញសិស្សានុសិស្សឲ្យក្លាយជាទូតសុឆន្ទៈប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនៅក្នុងយុគសម័យ Digital យុវជនមិនត្រឹមតែជាអ្នកទទួលព័ត៌មានប៉ុណ្ណោះទេប៉ុន្តែពួកគេគឺជាអ្នកផលិតនិងជាអ្នកចែករំលែកព័ត៌មានដ៏មានឥទ្ធិពលហេតុនេះហើយរដ្ឋបាលខេត្តបាត់ដំបងនិងក្រសួងព័ត៌មានបានរួមគ្នារុញច្រានសិស្សានុសិស្សឲ្យក្លាយជាទូតសុឆន្ទៈក្នុងការទប់ស្កាត់ព័ត៌មានคล้ายៗនិងរួមគ្នាបង្កើតវប្បធម៌ Digital ថ្មីមួយក្នុងសង្គមការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026ក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនភ្នំសំពៅស្រុកបាណន់ក្រោមអធិបតីភាពឯកឧត្តមជាលីសែអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបងនិងលោកហេងវ៉ានីអភិបាលរងខេត្តបាត់ដំបងលោកហេងវ៉ានីអភិបាលរងខេត្តបាត់ដំបងបានគូបញ្ជាក់ថាដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗឲ្យមានប្រសិទ្ធភាពយើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយគឺមុននឹងជឿត្រូវគិតមុនចែករំលែកត្រូវផ្ទៀងផ្ទាត់មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវទន្ទឹមនឹងនេះឯកឧត្តមជាលីសែអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឲ្យប្រុងប្រយ័ត្នខ្ពស់ជៀសវាងការអានព័ត៌មានคล้ายៗច្រើនពេកនាំឲ្យប៉ះពាល់ដល់ផ្លូវចិត្តនិងខួរក្បាលគិតតែរឿងអវិជ្ជមានឯកឧត្តមបានផ្ដល់នៅមេរៀន3កុំ1ការពារកុំតន់ជឿកុំតន់ចែករំលែកកុំប្រហែសនិងការពារខ្លួនឯងដើម្បីឲ្យយុវជនយកទៅអនុវត្តពេលប្រើប្រាស់ទូរស័ព្ទដៃនៅលើបណ្ដាញសង្គមពិធីនេះក៏មានការចូលរួមពីសំណាក់លោកសវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងតំណាងមន្ទីរអប់រំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនរូបដោយគ្រប់ភាគីបានបដិញ្ញាចិត្តរួមគ្នាធ្វើជាកាតាលីករក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីរក្សាសន្តិសុខព័ត៌មាននិងសណ្ដាប់ធ្នាប់ល្អនៅក្នុងសហគមន៍